ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំណែនាំឲ្យស្គាល់ដើមមួយយ៉ាងហើយដើមនេះគឺមានដុះតែនៅមាត់សមុទ្រទេក្រៅពីនេះគឺมันមានដុះឡើយព្រោះថាផ្លែនេះអ្នកខ្លះគាត់អាចនឹងប្លែកភ្នែកមិនដែលឃើញតែសម្រាប់អ្នកនៅកោះកុងអ្នកនៅកំពង់សោមអ្នកនៅកពតនៅអីហ្នឹងគឺគេស្គាល់ហើយផ្លែហ្នឹងហើយផ្លែនេះគឺមានអត្ថប្រយោជន៍ច្រើនមែនតើគឺបើនិយាយពីម្ជូរដែលឆ្ងាញ់បំផុតណាមានតែផ្លែហ្នឹងទេដែលឆ្ងាញ់ហើយផ្លែហ្នឹងគឺខ្ញុំមិនទាន់ប្រាប់ឈ្មោះទេចាំចុងវីដេអូហើយមានរសជាតិឆ្ងាញ់ណាស់ឆ្ងាញ់ជាងម្ជូរដតីព្រោះញ៉ាំទៅវាអត់ធ្វើឲ្យយើងរាគរសទេហើយក៏ការយើងហូបទៅវាជំនួយស្បែកជំនួយសារពាង្គរបស់យើងគេហៅថាវីតាមីន C ដូចជាអ្នកដែលកើតមុនអ្នកដែលមានមុខស្អាប់អ្នកដែលធាត់ឡើងគីឡូអីហូបទៅគឺអាចស្រក់គីឡូហើយសម្រាប់តែម្នាក់ដែលមុខស្អាប់មុខអីហូបផ្លែហ្នឹងទៅធ្វើឲ្យសាច់យើងនឹងចាំធ្វើសាច់យើងភ្លឺហើយនៅខាងកោះកុងយើងភាគច្រើនក្មេងៗជំនាន់ក្រោយខ្លះក៏គាត់អត់សូវស្គាល់ដែរតែក្មេងៗជំនាន់ឆ្នាំ2000អីហ្នឹងគឺគេស្គាល់ច្រើនព្រោះថាផ្លែហ្នឹងវាឆ្ងាញ់ណាហើយផ្លែនេះគឺគេយកធ្វើម្ជូរសម្រាប់ហូបយើងចិតមកស្ដើងទៅហើយចិតស្ដើងជ្រលក់ជាមួយនឹងអំបិលម្ទេសក៏បានទឹកត្រីកាពិក៏បានគឺរសជាតិឈ្ងុយហើយឆ្ងាញ់ហើយសម្រាប់ដើមវានេះគឺវាធំណាស់តែខ្ញុំនេះបែរអាដើមទួយទេដោយសារក្មួយគាត់ជូនមកថាឲ្យស្គាល់មកមើលផ្លែហ្នឹងវាសារខែហ្នឹងវាសបោខែធ្លាក់ទឹកភ្លៀងណាហើយបងប្អូនដែលធ្លាប់ហូបដឹងថារសជាតិយ៉ាងម៉េចហើយតែសម្រាប់អ្នកដែលអត់ដែលធ្លាប់ហូបគិតថាចង់សាកអីអាចតាក់ទងខ្ញុំបានហើយខ្ញុំក៏សូមអរគុណដែរដែលការមើលវីដេអូនេះហើយព្រោះក៏ទៅខ្ញុំបេះបានច្រើនដែរក្មួយមកហើយបើសិនជាអ្នកដែលគាត់ធ្លាប់ហូបធ្លាប់បានបេះគាត់នឹងដឹងថាផ្លែហ្នឹងមានរសជាតិឆ្ងាញ់ប៉ុណ្ណាហើយនេះបេះបានច្រើនដែរហើយសូមបងប្អូនដែលបានទស្សនានៅវីដេអូនេះជួយចែកចាយផងថានេះជាផ្លែមួយយ៉ាងដែលប្រចាំតំបន់ខេត្តជាប់ដៃសមុទ្រដែលគេហៅថាផ្លែពពាដែលមានរសជាតិឆ្ងាញ់ឈ្ងុយហើយនេះខ្ញុំបេះបានច្រើនណាស់មួយថងធំប្រហែលជា5គីឡូហើយសូមអរគុណដល់បងប្អូនពូមីងទាំងអស់ដែលបានទស្សនាវីដេអូខ្ញុំផ្ទាល់ហើយខ្ញុំមិនได้ធ្វើវីដេអូអញ្ចឹងឲ្យមើលទេហើយខ្ញុំលើកទី1ដែរដែលបានមកបេះផ្លែហ្នឹងពីក្មេងអីធ្លាប់តែគេបេះឲ្យហូបតែពេលធំមកខ្ញុំខាន់មកជួបបេះផ្ទាល់រយៈពេល10ឆ្នាំជាងហើយសូមអរគុណនៃការទស្សនាសូមជម្រាបលា